ចម្ពោះទី3អំពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមាត្រា31ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដោយមានចែងក្នុងរដ្ឋក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាស្គាល់ស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្សសិទ្ធិនារីនិងសិទ្ធិកុមារប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយដើមកំណើតជាតិឋានៈសង្គមធនធានឬស្ថានភាពឯទៀតឡើយការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់មាត្រា32ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិតមានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួនទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយមាត្រា33ប្រជាពលរដ្ឋខ្មែរមិនត្រូវបានដកសញ្ជាតិនិរទេសឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមកប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរឹតកំពីការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់មាត្រា44ថ្មីប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនិងអាចឈរឈ្មោះឲ្យគេបោះឆ្នោតប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច18ឆ្នាំមានសិទ្ធិបោះឆ្នោតប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច25ឆ្នាំអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច40ឆ្នាំអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភាបទបញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវបានចែងក្នុងច្បាប់បោះឆ្នោតមាត្រា35ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌របស់ប្រទេសជាតិសេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋមាត្រា36ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួនតាមសេចក្តីត្រូវការរបស់សង្គមប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នាការងារមេផ្ទះមានតម្លៃស្មើនឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលការធានារ៉ាប់រងសង្គមនិងអត្ថប្រយោជន៍ខាងសង្គមដែលមានចែងក្នុងច្បាប់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបង្កើតសហជីពនិងចូលជាសមាជិកសហជីពនោះការរៀបចំនិងការប្រព្រឹត្តទៅនៃសហជីពនឹងមានកំណត់ក្នុងច្បាប់មាត្រា37សិទ្ធិធ្វើកតកម្មនិងធ្វើបាតកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់មាត្រា38ធានារ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយច្បាប់ការពារជីវិតកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋការចោទប្រកាន់ការចាប់ខ្លួនការខិតខ្លួនឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបទបញ្ញត្តិច្បាប់ការបង្ខិតបង្ខំការធ្វើបាបឬរូបរាងកាយលើរូបរាងកាយឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្មអនុវត្តចំពោះជនចាប់ឃុំឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឲ្យធ្វើឡើយ
អ្នកដៃដល់អ្នករួមប្រព្រឹត្តនិងអ្នកសំគំនិតត្រូវទទួលទោសតាមច្បាប់ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តីតាមផ្លូវចិត្តក្តីមិនត្រូវទុកជាផុសតាងនៃពិរុទ្ធភាពទេវិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនចាប់ចោតជនចាប់ចោតណាក៏ដោយត្រូវទុកជាមនុស្សអេតូសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់តាមផ្លូវតុលាការមាត្រា39ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហាប្តឹងតវ៉ាប្តឹងទារសំណងជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋរបស់អង្គការសង្គមនិងរបស់បុគ្គលិកនៃអង្គការទាំងនោះការដោះស្រាយបណ្ដឹងតវ៉ានិងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការមាត្រា40សេរីភាពក្នុងការដើរឆ្ងាយជិតនិងទីលំនៅក្នុងស្ថានភាពនិងទីតាំងលំនៅក្នុងស្ថានភាពស្រេចរបស់ប្រជាពលរដ្ឋត្រូវបានគោរពប្រជាពលរដ្ឋខ្មែរអាចចេញទៅទីតាំងលំនៅឬប្រទេសក្រៅឬវិលត្រឡប់មកវិញបានការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាននិងអាចកំបាំងនៃការឆ្លងតាមលិខិតតាមសារទូរស័ព្ទទូពុំទូនិងតាមទូរស័ព្ទត្រូវបានធានាការឆេរលំនៅឋានសម្ភារៈវត្ថុនៅលើរូបបុគ្គលត្រូវធ្វើឲ្យស្របនឹងបញ្ញត្តិច្បាប់មាត្រា41ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មានសេរីភាពខាងបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដល់ទំនៀមទម្លាប់ល្អរបស់សង្គមដល់សណ្ដាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខជាតិបានឡើយរបបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់មាត្រា42ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណៈបកនយោបាយសិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ប្រជាពលរដ្ឋខ្មែរទាំងឡាយត្រូវចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមកការពារសមិទ្ធផលជាតិនិងសន្តិភាពសង្គមមាត្រា43ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿសេរីភាពខាងជំនឿនិងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀតដល់សណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋមាត្រា44ជនណាក៏ដោយទោះជាបុគ្គលក្តីសមូហភាពក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិមានតែរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរតែទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីកម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគំពីនៃច្បាប់ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយនោះលុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើក្នុងករណីច្បាប់បានបញ្ញត្តិទុកហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌មាត្រា45ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីភេទត្រូវបំបត្តិចោលការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ជាពិសេសក្នុងអាពាហ៍ពិពាហ៍និងគ្រួសារអាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់និងគោរពនិងតាមគោលការណ៍